មិនភ្លេចប្រជាពលរដ្ឋអតីតអភិបាលខណ្ឌពោធិ៍សែនជ័យអាយដាមហែមដារិតដឹកនាំក្រុមការងារចែកអំណោយជូនគ្រួសារក្រីក្រ25គ្រួសារទោះបីបានបញ្ចប់តួនាទីជាអភិបាលខណ្ឌពោធិ៍សែនជ័យនិងកំពុងបំពេញភារកិច្ចថ្មីក្នុងក្រសួងមហាផ្ទៃក៏ដោយប៉ុន្តែអាយដាមហែមដារិតនៅតែបន្តបង្ហាញពីការយកចិត្តទុកដាក់និងមិនភ្លេចសុខទុក្ខរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលលោកធ្លាប់ដឹកនាំថ្ងៃនេះអាយដាមបានដឹកនាំក្រុមការងារនាំយកអំណោយមនុស្សធម៌ចែកជូនគ្រួសារក្រីក្រចំនួន25គ្រួសារស្មើនឹង50នាក់ពិធីចែកអំណោយនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃសៅរ៍ទី1ខែសីហាឆ្នាំ2026នៅក្នុងបរិវេណសាលាបុណ្យភូមិទួលពងរសង្កាត់ចំចៅទី1ខណ្ឌពោធិ៍សែនជ័យក្រោមវត្តមានអាយដាមហែមដារិតអគ្គនាយករងនៃអគ្គនាយកដ្ឋានសវនកម្មក្រសួងមហាផ្ទៃដែលមានការចូលរួមពីលោកផុនសុផានអភិបាលរងខណ្ឌពោធិ៍សែនជ័យតំណាងដ៏ខ្ពង់ខ្ពស់របស់លោកសកញ្ញរិទ្ធអភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យលោកកងវងចៅសង្កាត់ចំចៅទី1និងតំណាងក្រុមហ៊ុនខ្មែរអេក្សប្រេសថ្លែងក្នុងឱកាសនោះអាយដាមហែមដារិតបានលើកឡើងថាអំណោយដែលយកមកចែកជូននាពេលនេះទោះបីមិនមានតម្លៃធំដុំក៏ដោយប៉ុន្តែជាការបង្ហាញពីទឹកចិត្តក្តីស្រឡាញ់ការចែករំលែកនិងសាមគ្គីភាពពីសប្បុរសជនដែលមានបំណងរួមចំណែកសម្រាប់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋអាយដាមបានបញ្ជាក់ថាទោះបីបច្ចុប្បន្នលោកកំពុងបំពេញតួនាទីថ្មីក៏ដោយប៉ុន្តែក្នុងនាមជាអតីតអភិបាលខណ្ឌពោធិ៍សែនជ័យលោកនៅតែមានមនោសញ្ចេតនានិងការនឹករលឹកចំពោះប្រជាពលរដ្ឋក្នុងមូលដ្ឋាននេះជានិច្ចហើយនឹងបន្តចូលរួមសកម្មភាពមនុស្សធម៌និងគាំទ្រការងាររបស់អាជ្ញាធរមូលដ្ឋានដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋជាមួយគ្នានេះអាយដាមក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ថែរក្សាសុខភាពរស់នៅស្អាតមានអនាម័យនិងបន្តសាមគ្គីនៅក្នុងសហគមន៍ដើម្បីរួមគ្នាកសាងមូលដ្ឋានឲ្យបានកាន់តែរីកចម្រើនអាយដាមហែមដារិតក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុនខ្មែរអេក្សប្រេសដែលបានឧបត្ថម្ភថវិកានិងសម្ភារៈសហការជាមួយអាជ្ញាធរមូលដ្ឋានក្នុងការជួយដល់គ្រួសារក្រីក្រនិងគ្រួសារខ្វះខាតនៅក្នុងខណ្ឌពោធិ៍សែនជ័យសូមបញ្ជាក់ថាអំណោយដែលប្រជាពលរដ្ឋម្នាក់ៗទទួលបានរួមមានអង្ករ1បាវ25គីឡូក្រាមអាវចំនួន2ខោចំនួន1និងថវិកាចំនួន50000រៀលដើម្បីជួយសម្រាលបន្ទុកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ